សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំមានកម្មវិធីមួយបាទកម្មវិធីនេះគឺជាកម្មវិធី AI បាទដើម្បី download កម្មវិធីនឹងបាននេះបងប្អូននេះគឺជាកម្មវិធីនេះណាឈ្មោះថា DeepSeek បាទខ្ញុំមិនដឹងថាអានខុសឬអានត្រូវទេបាទអញ្ចឹងកម្មវិធីនេះគឺយើងចូលនៅក្នុង Play Store មកហើយយើងវាយពាក្យថា DEEPSEEK ណាហើយយើងចុចលើវាមកនេះខាងក្រោមនេះដោយសារខ្ញុំបាន download រួចហើយកម្មវិធីនេះគឺជាប្រភេទកម្មវិធី AI ដូច ChatGPT ដែរហើយដូចជានេះ Google Gemini នេះទៀតបាទ Google Gemini បាទខ្ញុំជាស្អែបើសិនជាអានភាសាអង់គ្លេសខុសបាទឥឡូវគឺយើងចូលមកប្រើប្រាស់វាដោយខ្ញុំចាប់អារម្មណ៍ក្នុងកម្មវិធីហ្នឹងគឺវាល្អមែនតើបាទគឺវាអាចជួយការងារយើងបានច្រើនពីមុនគឺយើងមាន ChatGPT ឆាតអីប៉ុន្តែដល់ពេលនេះកម្មវិធីនេះចេញមកគឺបាទ ChatGPT គឺកំពុងតែនិយាយទៅក្រុមហ៊ុនដែលពាក់ព័ន្ធជាមួយ AI មួយចំនួនគឺកំពុងតែរៀងភ័យខ្លួនហើយដោយសារ app នេះគឺវាមានស្ទើរតែគ្រប់ភាសាហើយដោយសារពេលដែលយើង download មកបងប្អូនយើងចូលទៅ setting ពេលដែលយើង download មកបងប្អូនឥឡូវខ្ញុំចូលទៅ setting ខ្ញុំយក app សិនយើងអូមកក្រោមហើយយើងចូលទៅ app ហ្នឹងឃើញថាវា support ជាមួយនឹងខ្មែរយើង down មកគឺវាចាប់អូតូតែម្ដងគឺភាសាខ្មែរណាអញ្ចឹងបងប្អូនចង់ដាក់ភាសាអីផ្សេងទៀតក៏មានដែរគឺវាគ្រប់គ្រងលើភាសាច្រើនមែនតើបាទអញ្ចឹងគឺយើងអាចសាកល្បងតេស្តវាបានឥឡូវទីហោថាខ្ញុំដំបូងឡើយយើងសួរស្ដីមួយសិនមកបាទវានឹងឆ្លើយតបមកវិញបាទនឹងឆ្លើយតបថាសួស្ដីខ្ញុំអាចជួយអ្នកបានអ្វីខ្លះអញ្ចឹងយើងអាចសាកល្បងសួរវាបាទឥឡូវគឺខ្ញុំសរសេរពាក្យល្អៗបាទឥឡូវគឺខ្ញុំសរសេរប៉ុណ្ណឹងនិយាយទៅបងប្អូនដែលចង់ដឹងពីអីយើងអាចសួរក្រុមហ៊ុន AI នឹងបានគាត់ឆ្លើយមកគឺធ្វើឲ្យយើងអាចទទួលយកបានអ្វីដែលយើងមិនដឹងគឺវាអាចប្រាប់យើងបានអញ្ចឹងគឺចំណុចខ្វះខាតកន្លែងណាខ្លះដែលយើងមិនដឹងគឺយើងអាចសួរវានឹងឆ្លើយមកគឺធ្វើឲ្យយើងទទួលយកបានអត្ថន័យរបស់គាត់អញ្ចឹងណាឥឡូវយើងចុចសញ្ញាព្រួយនេះទៅហើយបងប្អូនអាចមើលខ្ញុំអត់ច្បាស់ដែរថានៅក្នុង Play Store មានអត់ទេប៉ុន្តែបងប្អូនអាចសាកល្បងមើលឥឡូវគឺវានឹងកំពុងតែសរសេរឲ្យយើងហើយនេះអញ្ចឹងគឺមានប្រមាណចំណុចអញ្ចឹងមកគឺគាត់នឹងសរសេរឲ្យយើងអញ្ចឹងធ្វើឲ្យយើងមើលទៅគឺយើងអាចទទួលយកបានបាទសកម្មភាពខ្លះបាទពាក្យពេចន៍ខ្លះគឺវាត្រូវវាអត់ខុសទេបាទគាត់ប្រាប់យើងបាទនេះអញ្ចឹងបងប្អូនអាចមើលតាមនឹងបានបាទគឺមានប្រមាណចំណុចអញ្ចឹងវាល្អមែនតើបងប្អូនខ្ញុំអាចនិយាយទៅខ្ញុំតេស្តមកច្រើនហើយជាមួយកម្មវិធីហ្នឹងតាំងពីចេញមកបាទយើងចង់ដឹងថាឥឡូវយើងចង់ផលិតមាតិកាណាដែលធ្វើឲ្យទស្សនិកជនយើងចិត្តមើលគឺគាត់រៀបរាប់មាតិកាឲ្យយើងច្រើនមែនតើបងប្អូនចូលចិត្តធ្វើមាតិកា content អីហ្នឹងគឺមកឲ្យយើងមក complain តែម្ដងយើងអាចជ្រើសរើសនិយាយទៅបើយើងមិនដឹងយើងអាចសួរទៅគឺយើងដឹងថា content នេះយើងគួរតែធ្វើឬក៏មិនធ្វើអញ្ចឹងណាឥឡូវវាមាន7ចំណុចបងប្អូនណាគឺលយមែនតើអញ្ចឹងវាសុទ្ធតែជាចំណេះដឹងល្អមែនតើហើយនេះគឺជាការចែកម្លែកមួយបងប្អូននិយាយទៅអាចប្រើប្រាស់ទៅតាមមានទំនួលខុសត្រូវខ្លួនឯងយើងប្រើនៅផ្លូវល្អគឺល្អណាបាទអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងហើយកុំភ្លេចជួយចែកម្លែកផងដើម្បីឲ្យបងប្អូនផ្សេងទៀតគាត់បានដឹងពីកម្មវិធីហ្នឹងដើម្បីជាជំនួយនៅការស្វែងរករបស់យើងបាទអរគុណ